vàประมาณឆ្នាំចុងក្រោយនេះដូចជាពុំឃើញបាទវត្តមានរបស់ទូកដែលមានឈ្មោះថាកូនកាមហាលូនដែលចូលសែនជ័យបាទចូលរួមក្នុងការប្រកួតបាទនៅតាមបណ្ដាស្រុកបាទនានាបាទក្រៅពីបាទប្រកួតថ្នាក់ជាតិទេបាទទូកកូនកាមហាលូនដែលចូលសែនជ័យនេះគឺជាទូកដែលស្ថិតនៅក្នុងវត្តខ្នងការបាទឃុំបារងក្រុងអរិយខ្សាត់ខេត្តកណ្ដាលបាទទូកនេះគឺជាទូកដែលបាទមានល្បឿនល្អបាទកាលពីឆ្នាំ2000ដូចជាខ្ញុំចាំបានដូចជា2022បាទនេះគឺជាដៃគូបាទការប្រកួតដំបូងរបស់បាទជ្រៃសែនឆាយវាសនាមានជ័យបារមីបឹងក្រុមបាទដោយការនោះគឺយកឈ្នះបាទជ្រៃសែនឆាយវាសនាមានជ័យបារមីបឹងក្រុមនោះគឺបាទឈ្នះដល់ទៅ2ជើងក្នុងឆ្នាំ2022ប៉ុន្តែបាទបន្ទាប់មកដូចជាបាទឆ្នាំបន្ទាប់នោះក៏មានការសងសឹកពីបាទបឹងក្រុមវិញក៏បាទយកឈ្នះទៅលើកូនកាមហាលូនដែលចូលសែនជ័យនេះបាទ2ជើងវិញបាទតែបាទបឹងក្រុមយកឈ្នះបាទដាច់បាទនៅក្នុងជើងទី2បាទប៉ុន្តែមួយរយៈបាទប្រហែលឆ្នាំចុងក្រោយដូចជារៀងស្ងាត់បាទកូនកាមហាលូនដែលចូលសែនជ័យបាទនៅឃុំបារងដែរបារងមានទូក2បាទគឺខាងតួភីបាទសៀសែនជ័យបារមីវត្តបារងនោះក៏បាទនៅខាងបារងដែរបាទសង្ឃឹមថាឆ្នាំ2026នេះបាទនឹងឃើញវត្តមានរបស់ទូកបាទកូនកាមហាលូនដែលចូលសែនជ័យបាទចុះលេងតាមបាទកម្មវិធីផ្សេងដូចជានៅតាមស្រុកក្រុងបាទនានាក្នុងឆ្នាំ2026នេះបាទសូមអរគុណសម្រាប់ការទស្សនាវីដេអូបាទជួបគ្នានៅវីដេអូក្រោយទៀត